អ្នកខ្ញុំសន្តាវ៉ាន់សូមអនុញ្ញាតគោរពនឹងជម្រាបសួរប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីកិច្ចសម្ភាសន៍សេដ្ឋកិច្ចរបស់ BTV នៅក្នុងថ្ងៃនេះរៀងពិសេសបន្តិចដោយសារតែយើងផ្ដោតទៅលើសេវាកម្មផ្នែកសុខាភិបាលហើយផ្ដោតកាន់តែពិសេសទៀតនោះគឺពាក់ព័ន្ធជាមួយនឹងបញ្ហាភ្នែកដឹងហើយថាប្រជាជនកម្ពុជាយើងគឺគាត់ខ្វាយខ្វល់នឹងបារម្ភពីការថែរក្សាសុខភាពភ្នែកមែនទែនមិនថាតែមនុស្សពេញវ័យកុមារឬក៏មនុស្សចាស់ទេហើយជំងឺដែលយើងបានឃើញដូចជាភ្នែកឡើងបាយឬក៏ដក់ទឹកក្នុងភ្នែកជាដើមនៅថ្ងៃនេះគឺមានវាគ្មិនកិត្តិយសលោកគឺជាវិជ្ជបណ្ឌិតលោកនឹងបញ្ជាក់អំពីស្ថានភាពទូទៅការព្យាបាលនិងជាពិសេសការផ្ដល់សេវាទៅលើការព្យាបាលភ្នែកនេះពីអ្នកជំនាញឯកទេសឬក៏គ្រូពេទ្យជំនាញឯកទេសមកពីប្រទេសសិង្ហបុរីទស្សនិកជនដឹងហើយថាស្តង់ដារនៃការព្យាបាលរបស់ប្រទេសសិង្ហបុរីគឺជាស្តង់ដារមួយខ្ពស់មានទំនុកចិត្តពីសំណាក់អ្នកជំងឺទាំងនៅកម្ពុជានិងមកពីជុំវិញពិភពលោកនៅថ្ងៃនេះវិជ្ជបណ្ឌិតឈួរវៃហានដែលជាឯកទេសភ្នែកនៃមន្ទីរពេទ្យ Mall Elizabeth នឹងផ្ដល់កិច្ចសម្ភាសន៍ដល់ BTV ដូច្នេះសូមបញ្ជាក់ដែរថាលោកនឹងនិយាយជាភាសាអង់គ្លេសប៉ុន្តែយើងមានការបកប្រែជូនដើម្បីងាយស្រួលជូនទៅដល់ពុកម៉ែបងប្អូនដែលកំពុងតែទស្សនានេះខ្ញុំសូមចាប់ផ្ដើមដំណើរការនៃកិច្ចសម្ភាសន៍សូមគោរពនឹងជម្រាបសួរដុកទ័រឈួរចាអរគុណមែនតើយ៉ាងហោចណាស់គាត់ចេះសួស្ដីមួយម៉ាត់ដែរទស្សនិកជននៅថ្ងៃនេះនឹងខ្ញុំសូមផ្ដើមសំណួរដំបូងជុំវិញទៅនឹងស្ថានភាពទូទៅនៃជំងឺភ្នែករបស់ប្រជាជនគឺជាអ្នកជំងឺហើយជាពិសេសនេះខ្ញុំសូមលើកករណីនៅក្នុងប្រទេសកម្ពុជាដែលយើងតែងតែឃើញច្រើនអ្នកជំងឺភ្នែកនេះគឺមានបញ្ហាឡើងបាយក៏ដូចជាបញ្ហាដក់ទឹកក្នុងភ្នែកតើមានស្ថានភាពមានអាការៈបែបមិនដែរសញ្ញានៃអ្នកជំងឺទូទៅដែលលោកបានធ្លាប់ជួបប្រទះកន្លងមក So firstly thank you for the invitation to be here. So you have brought up very important health issues. អរគុណសម្រាប់សំណួរហើយជាក់ស្ដែងគឺជំងឺទឹកដក់ក្នុងភ្នែកនិងជំងឺឡើងបាយនោះគឺជាជំងឺដែលកើតមានញឹកញាប់សម្រាប់ប្រជាជនកម្ពុជាស្រាប់តែហើយអូខេថ្ងៃនេះអញ្ចឹងចំពោះជំងឺ cataract គឺជាប្រភេទជំងឺមួយដែលអាចធ្វើឲ្យអ្នកជំងឺនឹងទទួលបាត់បង់នៅរបបកំហើញដែលយើងប្រើពាក្យថាខ្វាក់ភ្នែកនឹងគឺជាប់ចំណាត់ថ្នាក់លេខ1នៅក្នុងចំណោមជំងឺភ្នែកទាំងអស់ហើយជាទូទៅជំងឺ cataract នឹងគឺកើតឡើងទៅតាមអាយុរបស់អ្នកជំងឺមានន័យថាយើងវ័យកាន់តែចាស់យើងកាន់តែមានឱកាសនៅក្នុងការទទួលយកនៅជំងឺ cataract មានជំងឺឡើងបាយក្នុងភ្នែកនឹងឯងហើយជំងឺឡើងបាយក្នុងភ្នែកនឹងបើយើងប្រៀបទៅដូចជាសក់ស្កូវរបស់មនុស្សយើងអញ្ចឹងមានន័យថាយើងកាន់តែចាស់សក់យើងនឹងប្រែទៅជាសដោយអត់មានអីណាមកហាមឃាត់យើងបានទេអញ្ចឹងទៅជំងឺ cataract ជំងឺឡើងបាយក្នុងភ្នែកនឹងគឺជាប្រភេទជំងឺម្យ៉ាងនៅពេលដែលអ្នកជំងឺគាត់មានបញ្ហានឹងហើយភ្នែករបស់គាត់នឹងគឺតែងតែឡើងសប្រពឹកដូចជាពពកអញ្ចឹងហើយមួយទៀតអ្នកជំងឺអាចនឹងចាប់ផ្ដើមមានអាការៈរោគសញ្ញាដូចជាព្រិលសង្វាំងដែលមិនអាចមើលឃើញហើយបើសិនជាយើងក៏លេខមកមើលជំងឺទឹកដក់ក្នុងភ្នែកវិញជំងឺទឹកដក់ក្នុងភ្នែកគឺជាជំងឺភ្នែកដែលធ្វើជាប់ចំណាត់ថ្នាក់លេខ2ដែលឲ្យអ្នកជំងឺនឹងគាត់បាត់បង់របបកំហើញឬក៏យើងប្រើពាក្យថាខ្វាក់នឹងឯងប៉ុន្តែបើយើងប្រៀបធៀបទៅលើជំងឺភ្នែកដែលចង់និយាយថាពេលដែលយើងឈឺហើយយើងអាចត្រឡប់វិលមកឃើញវិញគឺលុយកុមារគឺជាប់ចំណាត់ថ្នាក់លេខ1មានន័យថា irreversible គឺវាអាចត្រឡប់មកឲ្យយើងមើលឃើញវិញទេហើយជាទូទៅជំងឺកូលីកូម៉ានឹងគឺជាប្រភេទជំងឺដែលវាប៉ះពាល់ទៅលើប្រព័ន្ធសរសៃប្រសាទដែលបញ្ជាទៅការមើលរបស់ភ្នែកមនុស្សយើងហើយវាអាចឲ្យអ្នកជំងឺចាប់ផ្ដើមមានអាការៈក្នុងការព្រិលសង្វាំងមើលឃើញដូចគ្នាហើយតម្រូវឲ្យអ្នកជំងឺនឹងធ្វើការ check សុខភាពភ្នែករបស់គាត់ឲ្យបានទៀងទាត់អញ្ចឹងកូលីកូម៉ានឹងគឺជាប្រភេទជំងឺភ្នែកម្យ៉ាងបើប្រៀបធៀបទៅដូចជាជំងឺមហារីកដែរពីព្រោះថាជាទូទៅនៅពេលណាដែលយើងដឹងពីជំងឺទឹកដក់ក្នុងភ្នែកនឹងហើយអ្នកជំងឺគឺស្ថិតនៅក្នុងដំណាក់កាលយឺតពេលរួចទៅហើយ Regular eye checks with the doctor. លោកវិជ្ជបណ្ឌិតបានលើកឡើងអំពីជំងឺសំខាន់ទាំងពីរនឹងហើយវាសិតតែជាដំណាក់កាលមួយដែលអ្នកជំងឺត្រូវយកចិត្តទុកដាក់ត្រូវធ្វើការ check up នេះថាត្រូវតាមដានវាជាប្រចាំដែរជៀសវាងជំងឺនឹងវាវិវត្តទៅជាធ្ងន់ធ្ងរប៉ុន្តែនេះខ្ញុំចង់ដឹងអំពីវិធីសាស្ត្រនៃការព្យាបាលនិងដំណាក់កាលនៃការព្យាបាលវិញតាមលោកវិជ្ជបណ្ឌិតជាអ្នកជំនាញស្រាប់នៅពេលដែលជួបអ្នកជំងឺដែលមានពីរប្រភេទជំងឺគឺទឹកដក់ក្នុងភ្នែកនិងជំងឺឡើងបាយនេះតើយើងត្រូវការប្រើការព្យាបាលយ៉ាងដូចម្តេចហើយត្រូវប្រើដំណាក់កាលបែបណាខ្លះដែរ So I will touch on the treatment for cataract first. ចំពោះការព្យាបាលទៅលើជំងឺ cataract បើសម្រាប់បទពិសោធន៍របស់ខ្ញុំផ្ទាល់ជាទូទៅយើងអាចធ្វើការព្យាបាលតាមរយៈការវះកាត់ហើយការវះកាត់នោះគឺចំណាយពេលខ្លីត្រឹមតែ10ទៅ15នាទីទេសម្រាប់ការព្យាបាលទៅលើនឹងក៏ព្រោះតែដោយសារតែសម័យបច្ចុប្បន្ននោះគឺយើងមានបច្ចេកវិទ្យាទំនើបជាច្រើនដែលជួយសម្រួលនៅក្នុងការព្យាបាលទៅលើប្រភេទជំងឺឡើងបាយភ្នែកឡើងបាយនេះឯង
អ្វីដែលខ្ញុំពិតជាមានអារម្មណ៍សប្បាយរីកមួយទៀតហ្នឹងគឺដោយសារតែបច្ចេកវិទ្យារបស់យើងឥឡូវហ្នឹងគឺវាវិវត្តខ្លាំងលឿនមែនទែនគឺយើងមានបច្ចេកវិទ្យាមួយដែលយើងអាច implant lens យើងអាចដាក់ lens កញ្ចក់ហ្នឹងចូលទៅក្នុងភ្នែករបស់យើងដើម្បីកែសម្រួលអញ្ចឹងមានន័យថាអ្នកជំងឺដែលគាត់មាន cataract ក្រោយពីវះកាត់ហើយគាត់អត់ចាំបាច់ពាក់វ៉ែនតាអ្វីទៀតទេអញ្ចឹងចំពោះការវះកាត់ទៅលើ cataract នៅលើភ្នែកមួយចំហៀងមានន័យថាយើងអាចវះនៅក្នុងថ្ងៃហ្នឹងស្អែកឡើងអាចបន្តទៅធ្វើនៅភ្នែកមួយចំហៀងទៀតចំពោះការព្យាបាលជំងឺទឹកដក់ក្នុងភ្នែកអញ្ចឹងយុទ្ធសាស្ត្រនៃការព្យាបាលគឺយើងអាចធ្វើដើម្បីទីមួយគឺយើងត្រូវការពារកុំឲ្យទឹកដែលដក់ក្នុងភ្នែកហ្នឹងវាកាន់តែវិវត្តទៅមុខឬក៏កាន់តែវិវត្តទៅរកភាពអាក្រក់លើសពីអ្វីដែលអ្នកជំងឺកំពុងតែមានអញ្ចឹងការព្យាបាលសំខាន់ទៅលើអ្នកជំងឺទឹកដក់ក្នុងភ្នែកហ្នឹងគឺធ្វើម៉េចយើងបន្ថយសម្ពាធទឹកដែលមាននៅក្នុងភ្នែករបស់អ្នកជំងឺហ្នឹងឲ្យធ្លាក់ចុះមកអញ្ចឹងរាល់ការព្យាបាលទាំងអស់ដែលយើងត្រូវធ្វើហ្នឹងគោលបំណងចម្បងគេគឺបន្ថយនៅសម្ពាធនៃទឹកដែលដក់នៅក្នុងភ្នែកហ្នឹងឲ្យធ្លាក់ចុះទៅកុំឲ្យមានការកើនឡើងខ្ពស់ការព្យាបាលមាន4ជម្រើសអញ្ចឹងការព្យាបាលជម្រើសទី1គឺការប្រើប្រាស់ទឹកបន្តក់ភ្នែកមានថាថ្នាំបន្តក់ភ្នែកដើម្បីបន្ថយសម្ពាធរបស់ជំងឺទឹកដក់ក្នុងភ្នែកចំពោះការព្យាបាលទី2គឺជាការប្រើប្រាស់ laser SLT ក៏នៅក្នុងគោលបំណងដើម្បីបន្ថយសម្ពាធរបស់ជំងឺទឹកដក់ក្នុងភ្នែកបានដូចគ្នាបើក្នុងករណីទី3ចំពោះអ្នកជំងឺមួយចំនួនដែលគាត់មិនអាចទទួលយកការព្យាបាលតាមរយៈការធ្វើ laser ASLT ឬក៏គាត់មិនអាចបន្តក់ភ្នែកទៅនៅតែសម្ពាធទឹកដក់នៅក្នុងភ្នែករបស់គាត់អត់បានជោគជ័យយើងអាចពិចារណាទៅលើការធ្វើ micro surgery ដែលជាការវះកាត់ដាក់ stent ចូលទៅក្នុងភ្នែកដើម្បីបន្ថយនៅសម្ពាធនៃទឹកដក់ក្នុងភ្នែកបានគាត់បានដូចគ្នាចំពោះដំណាក់កាលទី4បើសិនជាអ្នកជំងឺនៅតែមិនបានជោគជ័យទាំង3ប្រភេទនេះហើយយើងអាចនឹងចាប់ផ្ដើមធ្វើការវះកាត់តាមរយៈ standard glaucoma ទៅលើអ្នកជំងឺ Not work and we go on to standard glaucoma surgery. នេះខ្ញុំធ្លាប់មានឮពាក្យបច្ចេកទេសមួយចំនួនដែរទៅលើការព្យាបាលនៅប្រភេទជំងឺទាំងពីរហ្នឹងមានដូចជាវិធីសាស្ត្រនៅក្នុងការប្រើប្រាស់បែប LASIK មាន SMILE ក៏ដូចជា ICL ថាតើប្រភេទទាំង3ហ្នឹងយ៉ាងដូចម្ដេចដែរហេតុអីបើយើងត្រូវប្រើវិធីសាស្ត្រហ្នឹងវាជាបច្ចេកវិទ្យាទំនើបចុងក្រោយឬក៏យ៉ាងណាវាផ្ដល់ប្រសិទ្ធភាពនៃការព្យាបាលដល់អ្នកជំងឺទាំងពីរប្រភេទហ្នឹងយ៉ាងដូចម្ដេច So these are the type of surgeries that has become ដូច្នេះចំពោះការប្រសិទ្ធយោដែលយើងធ្វើការវះកាត់ទៅលើ LASIK ឬក៏ SMILE ឬក៏ ICL ហ្នឹងវាជាប្រសិទ្ធយោថ្មីមួយដែលយើងរកបានឃើញហើយខ្ញុំចង់បង្ហាញពាក់ព័ន្ធទៅនឹងការធ្វើ LASIK ការធ្វើ LASIK ហ្នឹងគឺជាការបាញ់ laser សម្រាប់ជួយសម្រួលទៅដល់ការមើលរបស់ភ្នែកហើយជាទូទៅប្រសិទ្ធយោនេះត្រូវបានដាក់ចេញមកឲ្យយើងប្រើប្រាស់ជា20ឆ្នាំរួចទៅហើយការធ្វើ LASIK នេះត្រូវបានគេដាក់មកធ្វើការព្យាបាលជាសកលហើយសូម្បីតែបងអូនស្រីរបស់ខ្ញុំផ្ទាល់ហ្នឹងក៏ធ្លាប់ធ្វើប្រសិទ្ធយោ LASIK នឹងបានដូចគ្នាចំពោះប្រសិទ្ធយោនៃការធ្វើ laser តាមរយៈ SMILE វិញក៏ល្អដូចគ្នាគឺជាការកំណែតម្រង់ទៅលើការមើលរបស់ភ្នែករបស់យើងតែជាទូទៅមានទ្រឹស្ដីមួយចំនួនដែលវាអាចបង្កឲ្យអ្នកជំងឺមិនអាចទទួលការព្យាបាលតាមរយៈ LASIK បានហើយអ្នកជំងឺខ្លះភ្នែកគាត់ស្ងួតពេកក៏យើងអាចជ្រើសរើសការព្យាបាលតាមរយៈ LASIK ដែរដូច្នេះចំពោះប្រភេទអ្នកជំងឺបែបហ្នឹង SMILE laser SMILE ហ្នឹងគឺជាជម្រើសដ៏ល្អសម្រាប់អ្នកជំងឺចំពោះប្រសិទ្ធយោ ICL គឺវាខុសអំពី LASIK ឬក៏ SMILE ដោយសារតែ ICL ជាប្រសិទ្ធយោមួយដែលយើងអត់ត្រូវការបាញ់ laser ទេគឺយើងត្រូវការធ្វើការវះកាត់ដែលយើងយក lens យកទៅដាក់ចូលទៅក្នុងភ្នែករបស់យើងអញ្ចឹងទៅរយៈពេលនៃការធ្វើអាចក្នុងចន្លោះតែ10នាទីអីទេយើងអាចធ្វើហើយជាក់ស្ដែងចំពោះ lens ហ្នឹងគឺយើងអាច keep ឲ្យអ្នកជំងឺយើងអាចរក្សាទុកនៅក្នុងភ្នែកអ្នកជំងឺហ្នឹងឲ្យគាត់ប្រើប្រាស់បានយ៉ាងយូរចំពោះគុណសម្បត្តិនៃការធ្វើ ICL ហ្នឹងគឺមានន័យថា lens ហ្នឹងយើងអាចចង់ផ្លាស់ប្ដូរយើងចង់ដកចេញយើងចង់អីបានខុសពីការធ្វើ LASIK ឬក៏ SMILE ដោយសារតែការធ្វើ LASIK ឬក៏ SMILE គឺជាការបាញ់ laser អញ្ចឹងភ្នែករបស់យើងវានឹងប្រែប្រួលទៅតាមការបាញ់រួចទៅហើយប៉ុន្តែបើសិនជា ICL វិញនៅពេលណាមួយដែលអ្នកជំងឺចង់ផ្លាស់ប្ដូរចង់ដកកញ្ចក់នឹងចេញអីគឺយើងអាចដកបាននេះជាគុណសម្បត្តិមួយដ៏ល្អរបស់ ICL ពាក់ព័ន្ធជាមួយនឹងដំណាក់កាលនៃការព្យាបាលឬក៏ជំរឿននៃការព្យាបាលនេះគឺទៅតាមប្រភេទនៃសុខភាពភ្នែកឬក៏ជំងឺស្ថានភាពទូទៅរបស់អ្នកជំងឺដែរប៉ុន្តែបាននិយាយអំពីការរំពឹងទុកឬក៏ប្រសិទ្ធភាពនៃការព្យាបាលនៃប្រភេទជំរឿនទាំង3ហ្នឹងតើលោកវិជ្ជបណ្ឌិតអាចបញ្ជាក់អំពីភាគរយថាអ្នកជំងឺអាចទទួលបានការព្យាបាលប្រមាណភាគរយឬក៏រំពឹងទុកថាគាត់ត្រូវចំណាយពេលប្រមាណនៅក្នុងការប្រើប្រាស់ពេលវេលាទៅការព្យាបាលហើយវាអាចនឹងមានហានិភ័យដែរឬក៏អត់ទេនៃជំរឿននៃការព្យាបាលទាំងអស់នោះ
So for all the different types of surgery. ដូច្នេះបើសិនជាតាមបទពិសោធន៍របស់ខ្ញុំផ្ទាល់នៅក្រោយពីពេលដែលខ្ញុំបានធ្វើការព្យាបាលទៅលើអ្នកជំងឺរបស់ខ្ញុំតាមរយៈការធ្វើ LASIK ឬក៏ SMILE ឬក៏ ICL នឹងហើយភាគច្រើនអ្នកជំងឺខ្ញុំគាត់ឆ្លើយតបមកវិញថាគាត់អាចមើលឃើញបានច្បាស់ល្អជាពិសេសធ្វើថ្ងៃហ្នឹងស្អែកកាន់ស្អែកអីគាត់អាចត្រឡប់ទៅធ្វើការធម្មតាវិញបានអាចមើលកុំព្យូទ័រអាចបើកបោអីបានធម្មតាគេជាទូទៅអ្នកជំងឺត្រូវតែថែរក្សាភ្នែកគាត់ក្រោយពីគាត់ធ្វើ procedure ហ្នឹងហើយមួយសប្តាហ៍បន្ទាប់ដោយកុំយីភ្នែកហើយថែរក្សាភ្នែកបានល្អពាក់ព័ន្ធជាមួយនឹងហានិភ័យwhat is it take risk or not So these are outcome surgeries and therefore all surgeries ចឹងចំពោះកត្តាប្រឈមមួយចំនួនក្រោយពីយើងធ្វើ procedure ទាំងអស់ហ្នឹងអ្វីដែលយើងជួបច្រើនហើយដែលយើងគិតថាអាចជាធ្ងន់ធ្ងរគឺការបង្ករោគក្រោយពីធ្វើហ្នឹងប៉ុន្តែតាមការសិក្សាមួយចំនួនយើងសង្កេតឃើញថាការបង្ករោគក្រោយពីយើងធ្វើ procedure ទាំងអស់ហ្នឹងវាមានអត្រាទាបមែនតើហ្នឹងហើយនៅក្នុងប្រទេសសិង្ហបុរីវាអាចមួយនៅក្នុងចំណោមពី8,000 ទៅ 10000 នាក់មានតែម្នាក់ទេដែលមាន infection បែបហ្នឹងអញ្ចឹងមានឃើញថាអត្រាហ្នឹងគឺវាទាបហើយជាទូទៅផលរំខានផ្សេងកត្តាប្រឈមផ្សេងដែលអាចកើតមានមួយទៀតគឺអាចពាក់ព័ន្ធទៅនឹងភ្នែករបស់យើងស្ងួតហ្នឹងហើយបើសិនជាភ្នែកយើងស្ងួតជាទូទៅយើងអាចផ្ដល់ជា eye drop សម្រាប់អ្នកជំងឺបាទទឹកបតក់ភ្នែករបស់អ្នកជំងឺហ្នឹងយើងអាចប្រើជាទឹកបតក់សម្រាប់ឲ្យអ្នកជំងឺគាត់បតក់ភ្នែកដើម្បីរងចាំរហូតដល់ភ្នែកគាត់ជាសះស្បើយទៅគឺលែងមានបញ្ហាOtherwise, these surgeries all heal very well. ពាក់ព័ន្ធជាមួយនឹងជំរើសនៃការព្យាបាលនឹងទៀតសោតនេះខ្ញុំក៏ចង់ឲ្យលោកវិជ្ជបណ្ឌិតអាចធ្វើឲ្យប្រកាសថាតើអ្នកជំងឺប្រភេទណាយើងគួរជ្រើសរើសពាក់ព័ន្ធជាមួយនឹង LASIK ប្រភេទណាប្រើ SMILE ឬក៏ប្រភេទណាប្រើ technology ពាក់ព័ន្ធជាមួយនឹង ICL ដើម្បីឲ្យអ្នកជំងឺនឹងគាត់អាចយកទៅពិចារណាខ្លួនឯងព្រោះអ្នកកំពុងទស្សនាគាត់ប្រកាសអូឥឡូវភ្នែកខ្ញុំឡើងបាយមាន13 4ជំរើសចឹងខ្ញុំគួរធ្វើបែបណាទៅដូច្នេះសូមឲ្យលោកវិជ្ជបណ្ឌិតបែងចែកតែនឹងបន្តិចធ្វើឲ្យប្រកាសថាអ្នកជំងឺគាត់អាចមានជំរើសសម្រាប់ការព្យាបាល Yeah, so because of the different types of treatment ចំពោះជំរើសនៅក្នុងការយកមកព្យាបាលទៅលើអ្នកជំងឺគឺយើងពឹងផ្អែកទៅលើស្ថានភាពរបស់អ្នកជំងឺផ្ទាល់អញ្ចឹងចំពោះអ្នកជំងឺឧទាហរណ៍ថាអ្នកជំងឺនឹងគាត់មានភ្នែកស្ងួតខ្លាំងអញ្ចឹងអ្នកជំងឺនឹងមិនអាចជំរើសល្អរបស់គាត់គឺគាត់អត់គួរប្រើ LASIK ទេគាត់អាចប្រើ procedure ផ្សេងហ្នឹងហើយចំពោះអ្នកជំងឺខ្លះដែលគាត់ reversible condition ចង់និយាយថាជំអ្នកជំងឺខ្លះដែលគាត់អាចត្រូវមានលក្ខខណ្ឌសុខភាពភ្នែកណាមួយដែលតម្រូវឲ្យយើងត្រូវឧទាហរណ៍ថាគាត់ចិត្តនឹងកើតជំងឺកាតារ៉ាក់ឬក៏អីហើយអញ្ចឹងបើសិនជាយើងធ្វើ LASIK ទៅឲ្យគាត់ពេលហ្នឹងប្រហែលឆ្នាំក្រោយទៀតគាត់នឹងត្រូវវះកាត់ជំងឺគាត់នឹងទៀតអញ្ចឹងខ្ញុំចង់បញ្ចូល reversible ហ្នឹងអញ្ចឹងអ្នកជំងឺប្រភេទហ្នឹងគឺមិនល្អនៅក្នុងការធ្វើ LASIK ឬក៏ SMILE ទេអ្នកជំងឺប្រភេទហ្នឹងល្អនៅក្នុងការធ្វើ ICL មានថា implant lens ទៅនឹងក្នុងភ្នែករបស់គាត់ហើយខ្ញុំចង់បន្ថែមទៀតដែរថានេះខ្ញុំបន្ថែមពីសំណួរឆ្លើយលើដំបូងមិញសំណួរដែលសួរថាតើការព្យាបាលមួយណាដែលល្អសម្រាប់អ្នកជំងឺហ្នឹងលោកវិជ្ជបណ្ឌិតក៏បន្ថែមពីក្បាលដំបូងថាការព្យាបាលដែលល្អរបស់អ្នកជំងឺគឺអាស្រ័យទៅលើ assessment គឺជាការ checkរវាងគ្រូពេទ្យឯកទេសជាមួយអ្នកជំងឺផ្ទាល់មានន័យថាអ្នកជំងឺគឺតម្រូវឲ្យធ្វើការតាមដានសុខភាពភ្នែកគាត់ឲ្យច្បាស់លាស់ទើបមានតែវិជ្ជបណ្ឌិតទេទើបអាចគូសដៅថាតើការព្យាបាល3ប្រភេទហ្នឹងមួយណាដែលសមស្របជាមួយអ្នកជំងឺអូខេអញ្ចឹងមកយើងតមកអ្វីដែលខ្ញុំនិយាយឲ្យគាត់បន្ថែមទៀតថាជាកិច្ចបន្ថែមទៅលើការព្យាបាលហ្នឹងគឺចំពោះការធ្វើ LASIK ឬក៏ SMILE ហ្នឹងគឺយើងតម្រូវឲ្យស្ថានភាពភ្នែករបស់អ្នកជំងឺកុកនីរបស់គាត់ហ្នឹងមានសភាពក្រាស់គ្រប់គ្រាន់ដែលយើងអាចបាញ់ laser ទៅអត់ប៉ះពាល់មួយទៀតបើសិនជាតាក់ទងនឹង ICL វិញគឺតម្រូវឲ្យក្នុងភ្នែករបស់គាត់នឹងវាមាន space មានន័យថាមានកន្លែងគ្រប់គ្រាន់សមល្មមដែលអាចដាក់ lens ចូលទៅក្នុងភ្នែករបស់គាត់បានត្រឹមត្រូវ តាមដែលនាងខ្ញុំធ្លាប់បានដឹងព័ត៌មានកន្លងមកជាមួយទៅនឹងបទពិសោធន៍របស់ Mona Elizabeth បរិយាមន្ត្រីពេទ្យនៃប្រទេសសិង្ហបុរីហើយលោកគឺជាដុកទ័រឬក៏វិជ្ជបណ្ឌិតជំនាញភ្នែកស្រាប់អាចបញ្ជាក់បន្ថែមបានទេថាតើ Mona Elizabeth មន្ទីរពេទ្យមួយនេះពិតជាមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការផ្ដល់សេវាព្យាបាលទៅលើប្រភេទជំងឺភ្នែកទាំងអស់ដែលលោកវិជ្ជបណ្ឌិតបានរៀបរាប់ប្រាប់ I think Mount Elizabeth Hospital has the reputation within ចំពោះមូលហេតុតាក់ទងនឹងមន្ទីរពេទ្យ Mount Elizabeth គឺថាហេតុអីបានមន្ទីរពេទ្យ Mount Elizabeth គឺជាមន្ទីរពេទ្យដែលល្អហើយមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការព្យាបាលទៅលើស្ថានភាពអ្នកជំងឺទាំងអស់នេះគឺព្រោះតែកេរ្តិ៍ឈ្មោះរបស់មន្ទីរពេទ្យ Mount Elizabeth នោះត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយហើយក៏ជាមន្ទីរពេទ្យមួយដ៏ល្បីនៅប្រចាំអាស៊ីអាគ្នេយ៍ហើយបើយើងនិយាយអំពីបច្ចេកវិទ្យានៅក្នុងមន្ទីរពេទ្យវិញគឺសម្បូរបែបហើយនឹងថ្មីជឿនលឿនបំផុត
ដោយសារតែទី1វិជ្ជបណ្ឌិតដែលធ្វើការនៅក្នុងមន្ទីរពេទ្យ Mount Elizabeth ទាំងអស់ហ្នឹងគឺត្រូវការធ្វើការវឹកហាត់សមត្ថភាពបន្ថែមយ៉ាងទៀងទាត់ជាមួយនឹងបច្ចេកវិទ្យាដែលត្រូវបានបញ្ជ្រាបចូលពីមជ្ឈដ្ឋានផ្សេងៗទូទាំងសកលលោកដូច្នេះហើយការពង្រឹងទៅលើសមត្ថភាពគ្រូពេទ្យបូករួមជាមួយនឹងបច្ចេកវិទ្យាទាំងអស់របស់មន្ទីរពេទ្យនេះគឺជាកត្តាមួយដែលជំរុញឲ្យមន្ទីរពេទ្យ Mount Elizabeth គឺជាមន្ទីរពេទ្យឈានមុខនិងអាចព្យាបាលនៅបញ្ហាទាំងអស់នេះបានយ៉ាងមានប្រសិទ្ធភាពតាមរយៈបទពិសោធន៍របស់លោកវិជ្ជបណ្ឌិតផ្ទាល់អាចតែចេញចូលនៅកម្ពុជាច្រើនឆ្នាំគូសំហើយដែរថាតើមកដល់ពេលនេះមានប្រជាជនខ្មែរទទួលសេវាព្យាបាលនៃជំងឺប្រភេទនេះច្រើនដែរទេឬក៏នៅពេលនេះផ្ទាល់នៅអំឡុងពេលដែលលោកកំពុងតែមានវត្តមាននៅកម្ពុជាលោកនឹងមានការណាត់ជួបណាមួយពិសេសជាមួយនឹងអ្នកជំងឺនៅកម្ពុជាដែរឬក៏អត់ Well, I'm told that there are about ដូច្នេះសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយហើយក៏អរគុណដែលប្រជាជនខ្មែរមានការផ្ដល់នៅជំនឿចិត្តមកលើខ្ញុំសម្រាប់លើការព្យាបាលសុខភាពភ្នែករបស់ពួកគាត់ហើយជាក់ស្ដែងសម្រាប់ខ្ញុំថ្ងៃនេះមានអ្នកជំងឺ60នាក់ដែលបានណាត់ជួបខ្ញុំដើម្បីធ្វើការពិភាក្សានឹងបញ្ហាភ្នែករបស់ពួកគាត់ហើយជាកិច្ចបន្ថែមចុងក្រោយនេះអ្វីដែលខ្ញុំចង់បន្ថែមទៅលើការផ្ដល់បទសម្ភាសន៍មួយនេះគឺពាក់ព័ន្ធថាធម្មតាមនុស្សយើងគឺមានញាណទាំងអស់ចំនួន5មានចក្ខុការមើលរសអាហារតកតងនឹងការដឹងក្លិនតកតងទៅនឹងវិញ្ញាណនៃការចាប់ប៉ះដឹងស្គាល់អញ្ចឹងក្នុងចំណោមវិញ្ញាណទាំងអស់អ្វីដែលសំខាន់ជាងគេភ្នែកគឺជាញាណមួយចក្ខុញាណមួយដែលដើរតួយ៉ាងសំខាន់ដូច្នេះហើយខ្ញុំសូមផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី50ឆ្នាំឡើងសូមចូលរួមនៅក្នុងការយកចិត្តទុកដាក់ថែរក្សាសុខភាពភ្នែករបស់ពួកគាត់តាមរយៈការធ្វើពិនិត្យសុខភាពភ្នែកឲ្យបានទៀងទាត់ហើយចំពោះយុវវ័យឬក៏ក្មេងៗដែលគាត់មានបញ្ហាភ្នែកដែលត្រូវការពាក់វ៉ែនតាឬក៏គាត់ចង់កំណែទម្រង់ការមើលរបស់គាត់ឲ្យបានច្បាស់ដោយមិនច្បាច់ពាក់វ៉ែនតាអាចអញ្ជើញមកពិភាក្សាជាមួយគ្រូពេទ្យឯកទេសផ្នែកភ្នែកដើម្បីជួយសម្រួលទៅលើស្ថានភាពភ្នែករបស់គាត់ឲ្យបានប្រសើរI'd like to add one more question នេះខ្ញុំសូមបន្ថែមមួយសំណួរទៀតទាក់ទិនជាមួយនឹងវិធីសាស្ត្រនៅក្នុងការទទួលបាននៃសេវាព្យាបាលពី Mount Elizabeth ព្រោះយើងគិតថា Mount Elizabeth គឺនៅប្រទេសសិង្ហបុរីចុះបងប្អូនប្រជាពលរដ្ឋខ្មែរគាត់ធ្វើមិនឲ្យអាចទទួលបានការតំណែងមួយដ៏ល្អតើគាត់ចាំបាច់ត្រូវទៅទទួលខន្សាឬក៏ការប្រឹក្សានៅមន្ទីរពេទ្យនៅសិង្ហបុរីផ្ទាល់ឬក៏យើងមានតំណែងនៅកម្ពុជាដើម្បីបង្កើតភាពងាយស្រួលឲ្យពួកគាត់ទទួលបាននៃការព្យាបាលផ្នែកទាំងពីរនេះដែរYes, I think fortunately there are ចំពោះទំនាក់ទំនងនៅលើការព្យាបាលបើសិនជាប្រជាពលរដ្ឋបងប្អូនប្រជាពលរដ្ឋទាំងអស់ចង់ស្វែងរកការព្យាបាលជាមួយនឹងខាងមន្ទីរពេទ្យសិង្ហបុរីក៏ដូចជារូបខ្ញុំបាទផ្ទាល់បងប្អូនអាចធ្វើការទំនាក់ទំនងមកនៅខាង IHH Healthcare Cambodian Office ដើម្បីធ្វើការណាត់ជួបឬក៏អាច call ដើម្បីរៀបចំការប្រឹក្សាទៅលើសុខភាពរបស់បងប្អូនបានLast but not least anything you want to add more តើលោកវិជ្ជបណ្ឌិតមានអ្វីជាការបន្ថែមឬក៏អនុសាសន៍បន្ថែមអំពីនឹងណែនាំបន្ថែមទៅដល់ទស្សនិកជនជំវិញទៅនឹងការថែទាំសុខភាពភ្នែកនិងការទទួលសេវាព្យាបាលពីមន្ទីរពេទ្យ Mount Elizabeth Right so again as I said I think បាទជាកិច្ចបន្ថែមសម្រាប់ខ្ញុំបាទផ្ទាល់គឺអ្វីដែលខ្ញុំបាទចង់ផ្ដល់ជូនទៅសាធារណជនទាំងអស់គឺសូមឲ្យបងប្អូនទាំងអស់ធ្វើការ check up សុខភាពភ្នែករបស់ខ្លួនឯងឲ្យបានទៀងទាត់ហើយបើសិនជាមានបញ្ហាភ្នែកត្រូវតែជ្រើសរើសការពិភាក្សាជាមួយនឹងវិជ្ជបណ្ឌិតឯកទេសភ្នែកឲ្យបានត្រឹមត្រូវហើយមួយយ៉ាងវិញទៀតប្រសិនបើបងប្អូនចង់ធ្វើការទំនាក់ទំនងទៅលើការព្យាបាលសូមអាចទំនាក់ទំនងបានជាមួយនឹងខាង IHH Healthcare Office ដែលខាងបើសិនបើបងប្អូនអត់មានបទពិសោធន៍ធ្លាប់អញ្ជើញហោះហើរទៅព្យាបាលនៅសិង្ហបុរីទេខាង team របស់ IHH Healthcare Office អាចនឹងធ្វើការទំនាក់ទំនងជូនដើម្បីឲ្យបងប្អូនទទួលបានការព្យាបាលនៅសិង្ហបុរីបានយ៉ាងងាយស្រួលThank you so much Dr. Chua for taking time for the interview អរគុណច្រើនលោក Dr. សម្រាប់ការផ្ដល់កិច្ចសម្ភាសដល់ BTV ពាក់ព័ន្ធជាមួយនឹងដំបូងបំផុតគឺនិយាយអំពីសញ្ញាណទូទៅនៃជំងឺដែលសំខាន់ពាក់ព័ន្ធនឹងភ្នែកគឺឡើងបានដកទឹកក្នុងភ្នែកការព្យាបាលជំរើស technology ឬក៏បច្ចេកវិទ្យាទំនើបចុងក្រោយដែលផ្ដល់ការព្យាបាលកាន់តែមានប្រសិទ្ធភាពខ្ពស់ជូនទៅដល់ពុកម៉ែបងប្អូនជាពិសេសគឺសេវាកម្មនៃមន្ទីរពេទ្យ Mount Elizabeth ដែលនៅក្នុងប្រទេសសិង្ហបុរីប្រសិនបើលោកអ្នកមានបញ្ហាទាំងអស់នេះហើយចង់ជ្រើសរើសនៅជំរើសបន្ថែមកាន់តែ
ល្អទៀតនោះនាងខ្ញុំអាចណែនាំបន្ថែមពីលោកវិជ្ជបណ្ឌិតបានបញ្ជាក់ហើយថាមកលីសាបេតមានបទពិសោធន៍មានបច្ចេកវិទ្យាមានក្រុមគ្រូពេទ្យជំនាញហើយមិនចាំបាច់ធ្វើដំណើរទៅដល់សង្ហបុរីទេអាចតាក់ទងជាមួយនឹងដៃគូសហការរបស់គាត់ដែលមាននៅក្នុងប្រទេសកម្ពុជាស្រាប់តែម្ដងទស្សនិកជនកម្មវិធីកិច្ចសម្ភារកិច្ចពាក់ព័ន្ធទៅនឹងសេវាកម្មនៃការព្យាបាលជំងឺដក់ទឹកក្នុងភ្នែកជំងឺឡើងបាយដែលជាជំងឺសំខាន់ហើយការផ្ដល់នៃសេវាព្យាបាលពីមន្ទីរពេទ្យម៉ូណាលីសាបេតពីលោកបច្ចេកបណ្ឌិតឈួរវៃហាននៅពេលនេះចប់តែប៉ុណ្ណេះសូមអរគុណសម្រាប់ការតាមដានទស្សនារបស់អ្នកខណៈនេះនាងខ្ញុំសដាវ៉ាន់និងវាគ្មិនកិត្តិយសសូមអរគុណសូមគោរពលា